ណាគេខ្លះ confuse តាក់ទងទៅនឹងពាក្យ it's អត់ដឹងថាវា it is it has ឬក៏ it's possessive តោះយើងទៅមើលទាំងអស់គ្នាអញ្ចឹង is កន្លែងនេះដែលអត់មាន apostrophe s វាមានន័យថាជា possessive របស់វាមានន័យថារបស់វាកម្មសិទ្ធិតាក់ទងកម្មសិទ្ធិឧទាហរណ៍ the dog chased its tail មានថាឆ្កែវាបលែងកតុយរបស់វាឃើញវាជាកម្មសិទ្ធិរបស់ឆ្កែហ្នឹង dog កតុយរបស់ឆ្កែហ្នឹងអញ្ចឹងណាបើយើងចង់និយាយថា its nose ហ្នឹងឯងចំមុះរបស់វាអញ្ចឹងទៅឃើញអត់វាសិតតែ show តាក់ទងទៅនឹងកម្មសិទ្ធិ it's ដែលមាន apostrophe ឡើងនេះវាអាចជា it is ឬក៏ it has ប៉ុន្តែកន្លែងហ្នឹងយើងត្រូវចំណាំដែរឧទាហរណ៍វាគឺជា it is វាមាន it has មើលឧទាហរណ៍កន្លែងនេះ it is a cat វាគឺជាឆ្មាអញ្ចឹងកន្លែង it កន្លែងនេះជា subject សូថាចែវាគឺជាឆ្មាជាបុគ្គលិកលក្ខណៈថាវាជាអីវាគឺជាឆ្មាកន្លែងហ្នឹងវាខុសពីនេះវាមាន apostrophe s ដល់ពេល it has two legs វាស្មើនឹង is កន្លែងនេះដែរប៉ុន្តែយើងត្រូវ show ថាវាមាន two legs អញ្ចឹងវាប្រែថាមានអញ្ចឹងយើងឈប់ confuse ពីហ្នឹងហើយនៅពេលយើងនិយាយថាចុះឆោពេលគេនិយាយថា it's យើងធ្វើមិនដឹងនៅក្នុងប្រយោគយើងត្រូវចាំថាចែបើគេនិយាយតាក់ទងទៅនឹង its nose it leg refer to possessive មានន័យថាជាកម្មសិទ្ធិដែលសូតាក់ទងកម្មសិទ្ធិអាហ្នឹងគឺ it's ធម្មតាមាន apostrophe s ទេប៉ុន្តែបើនិយាយតាក់ទងទៅនឹងវាជាអីអញ្ចឹងទៅ is marker ឃើញអត់វាគឺជា verb ឃើញអត់វាចូលពីលក្ខណៈថាវាគឺជាអីអូខេអញ្ចឹងយើងឈប់ confuse នៅពេលគេសរសេរមាន it's apostrophe s គឺ it is ឬក៏ it has មិនតែបើអត់មានទេវាជា possessive វាមានន័យថារបស់វាជាកម្មសិទ្ធិអញ្ចឹងវីដេអូនេះទីឆាមានតែប៉ុណ្្នឹងទេបើមានអីឆ្ងល់ឬក៏មានចម្ងល់អីបន្ថែមលើនឹងទៀតអាច comment នៅខាងក្រោមវីដេអូយេបាយបាយសួស្តីអ្នកទាំងអស់គ្នាសាលា Startup Language គឺជាសាលាមួយដែលមានទទួលបង្វឹកសិស្សតាមអនឡាញគ្រប់កម្រិតដែលសាលាពួកយើងមានទទួលបង្វឹកសិស្សគ្រប់ស្ពាននីមួយៗដូចជា speaking, reading, grammar និង writing តោះនៅចាំវិញទៀតមកចុះឈ្មោះចូលរៀនទាំងអស់គ្នាបាយបាយ